សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំជាថ្មីម្ដងទៀតនិយាយទៅគឺខ្ញុំមិនដែលបានធ្វើវីដេអូប្រហែលជា2ទៅ3ខែមកហើយដោយសារតែរវល់ពេកម្យ៉ាងទៀតក៏អត់សូវមានពេលអញ្ចឹងតែចិត្តតែចោលរហូតទៅអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំបានធ្វើវីដេអូឡើងវិញម្ដងទៀតហើយតាមពិតទៅខ្ញុំក៏មិនចង់ថតបង្ហាញមុខអីមិនដែរតែដោយសារតែបើសិនបើយើងអត់បង្ហាញមុខទៅវីដេអូរបស់យើងគឺអត់សូវមាន view ទេអត់សូវមានអ្នកមើលទេប៉ុន្តែបើសិនបើយើងថតបង្ហាញមុខទៅគឺវីដេអូរបស់យើងមាន view ខ្លាំងជាងមុនអញ្ចឹងក៏សម្រាប់ចិត្តថាថតបង្ហាញមុខវិញទៅអញ្ចឹងថ្ងៃនេះគឺខ្ញុំអត់មានអីច្រើនទេគឺគ្រាន់តែចង់បង្ហាញតាក់ទងទៅនឹងការ print ឯកសារជាធម្មតាគឺយើង print ឯកសារជាលក្ខណៈអក្សរខ្មៅឬក៏ color ប៉ុន្តែគឺกระดาษធម្មតាតែប៉ុន្តែថ្ងៃនេះគឺខ្ញុំចង់បង្ហាញតាក់ទងទៅនឹងការ print background ជា color អូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅមើលទាំងអស់គ្នាទៅថាយើង print បែបណាដើម្បីឲ្យវាជាប់ជា colorតែអញ្ចឹងយើងចូលមកកាន់ file tab មកហើយយើងចូលមកកាន់ print អូខេនេះអញ្ចឹងដល់ពេលដែលយើង print គឺវាជាទូទៅគឺចេញกระดาษសខ្មៅបែបនេះអញ្ចឹងគឺខ្ញុំទៅដាក់ background របស់វាឲ្យជា color សិនអូខេអធិស្ឋានអញ្ចឹង background របស់យើងហ្នឹងគឺជា color ហើយប៉ុន្តែនៅពេលដែលយើង print មកគឺវាអត់ចេញ color ទេគឺវាចេញបែបនេះគឺវាចេញសខ្មៅបែបនេះអូខេអញ្ចឹងដើម្បីឲ្យវាទៅជា color គឺយើងចូលមកកាន់មកសិនមកបន្ទាប់មកយកពាក្យថា option អូខេអញ្ចឹងកន្លែងនេះយើងយកពាក្យថា display មកបន្ទាប់ពីយើងចូលមកកាន់ display ហើយយើងមើលមកខាងក្រោមនេះគេដាក់ printing option នេះមកបន្ទាប់មកយើងមើលពាក្យថា print background color and image អូខេអញ្ចឹងយើង tick នៅលើវាមកតមកទៀតយើង click OK អូខេអញ្ចឹងយើងសារទៅ print preview ម្ដងទៀតថាពេលយើង print กระดาษចេញមកវាជា color ឬក៏អត់អូខេអញ្ចឹងយើងចូលមកកាន់ print មកនេះអញ្ចឹងនៅពេលដែលយើង print ម្ដងទៀតគឺกระดาษរបស់យើងហ្នឹងគឺវាចេញ background របស់វាគឺ color អត់មែនសខ្មៅដូចមិញទេអូខេអញ្ចឹងនៅពេលដែលបងប្អូន print ហើយគឺយើងអាចចូលទៅដោះវាវិញបានដើម្បីកុំឲ្យវាជាប់ទៅថ្ងៃក្រោយទៀតអូខេអញ្ចឹងដើម្បីចូលទៅដោះវិញគឺយើងចូលទៅកាន់កន្លែងដែរមកយើងចូលមកកាន់ more option ដែរមកអូខេចូលមក display បន្ទាប់មកយើងដក T ចេញមកបន្ទាប់មកយើង OK វិញមកអូខេអញ្ចឹងនៅពេលដែលយើង OK ហើយយើងអាចទៅ preview វាម្ដងទៀតគឺឃើញថាกระดาษរបស់យើងគឺ print មកម្ដងទៀតគឺចេញជាសខ្មៅធម្មតាទេគឺกระดาษពណ៌សធម្មតា background ពណ៌សធម្មតាអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺអត់មានអី